TV ចាមកជួបសូមថាមកសើមណាចាចៅមើលមកទៀតរកទៀតហ៎បងអូយអ៊ំស្រីថ្ងៃបងនេះមានអ្វីចង់និយាយទៅកាន់អ្នកម៉ាក់របស់បងដែរពាក្យដែលសំខាន់សម្រាប់ខ្ញុំបានស្រឡាញ់អ្នកម្ដាយខ្ញុំបានខ្លាំងណាស់ម៉ែកូនស្រឡាញ់ម៉ែកូនក៏សុំទោសរាល់កំហុសឆ្គងក៏ឡងមកតាំងពីតូចរហូតដល់ប៉ុណ្ណេះសូមម៉ែមេត្តាអភ័យទោសឲ្យកូនផងណាម៉ែណាអត់ស្ទះស្រ័យរហូតកូនចាបាទចុះអ៊ំវិញមានអីចង់និយាយទៅកាន់បងអេសិដ្ឋាដែរសម្រាប់ទីវាគេស្រឡាញ់បាទចាខ្ញុំសូមជម្រាបសួរថ្ងៃនេះខ្ញុំមានមោទនភាពជាខ្លាំងដែលបានឡើងមកក្នុងកម្មវិធីសេចក្តីស្រឡាញ់នេះខ្ញុំស្រឡាញ់កូនខ្ញុំណាស់រកអីប្រៀបមិនបានទេបាទកាលពីអ៊ំស្រីទងន់បងប្រអិតសិដ្ឋាមានចាញ់ច្រើននេះក៏នឹងសុខភាពយ៉ាងណាដែរមានចាញ់ចង់ញ៉ាំម្ជូរមិនចង់ញ៉ាំខ្វិតដែរទេចាអនុស្សាវរីយ៍ច្រើនហើយពេលដែលបងប្រអិតសិដ្ឋារៀបការថានឹងអ៊ំមានអារម្មណ៍មិនដែរឃើញកូនបានជប់គូព្រេងគូព្រឹត្តអញ្ចឹងអ៊ំមានសេចក្តីរំភើបចាបាទអញ្ចឹងបើសិនណាសួរកប្លែងខ្ញុំសួរកប្លែងហ្មងការបងសិដ្ឋាការចំណេញខាតអ៊ំអ៊ំចាំតែកាលនឹងចំណេញឯខាតអ៊ំមិនចាំទេចំណេញកូនភាសាមួយហ្នឹងម៉ែឥឡូវបានចៅ3បាទបានចៅ3មកថែមទៀតបាទហើយដល់ពេលកូនប្រុសអ៊ំខ្លាយទៅជាពិធីករល្បីមានគេស្គាល់ច្រើនអ៊ំតាណាមណាគេសួរនាំមិនខ្លះទៅតាក់ទងនឹងបងចាគេសួរថាបងសំណាងបានកូនមួយទៅក្រាប់ពេជ្រអូហូកូនក្រាប់មាសចាបាទពេជ្រមែនចាលុយជូនរហូតអូយនេះខ្ញុំរំភើបឡើងព្រឺសវល់ខ្លួនឯងអូមានអ្វីចង់បន្ថែមទៀតទេតាក់ទងនឹងអារម្មណ៍ស្រឡាញ់កូនប្រុសរូបនេះឈរក្បែរអ៊ំចាមានតែជូនពរឲ្យកូនបានសុខសប្បាយកូនចម្លងរឿងទៅមុខរហូតសាធុសាធុចាពេលសួរទៅអ៊ំបានកូនប្រមាណអ្នកដែរចាកូន3នាក់ដែរ3នាក់បងសិដ្ឋាកូនទីប្រមាណកូនទី1កូនទី1ចាកូនពីក្មេងកាលពីក្មេងបងសិដ្ឋាគាត់អតាចយ៉ាងម៉េចដែរបងពីក្មេងច្រឡំបោះអូបក្មេងខ្ញុំចង់ឲ្យដល់គ្នាស្ដាយព្រោះតែចិត្តអស់គ្នាយំលើខ្ញុំទៅនិយាយខុសកាលនៅក្មេងតើកុមារាអិតសិដ្ឋាមានអត្តចរិតយ៉ាងម៉េចដែរអូចាខ្ញុំខ្ញុំកម្មគឺក្មេងឆ្លាតរៀនអីចារៀនអីឆ្លាតដាក់ចូលហ្មងខ្ញុំទៅរៀនមួយថ្ងៃបាត់ទៅជើងមួយគូខ្ញុំប្រកាសតិចកូនខ្ញុំអាចចាប់បានខ្ញុំថាអនាគតទៅបើខ្ញុំមានវាសនាអាចរកលុយកាក់បានគឺកូនខ្ញុំបានខ្ពស់តែជាស្រីមិនម៉ាអាចរកអីបានចាតែឥឡូវកូនអ៊ំក៏ខ្ពស់ដែរមានទស្សនិកជនគ្រប់គ្រងស្រឡាញ់ច្រើនហើយខ្ញុំសំណាងណាស់បានស្គាល់អ៊ំចាអ៊ំអរគុណទិដ្ឋនេតលេងផ្ទះខ្ញុំមកអ៊ំណាចាខ្ញុំលេងកលេងឈោកជូនអ៊ំពិសានេះម្ដាយផ្កាអូអូយចាសូមផ្ទះដៃជូននេះគឺជាក្តីស្រឡាញ់ថ្ងៃ Valentine រវាងបងប្រុសសិដ្ឋានិងអ៊ំស្រីដែលជាអ្នកម្ដាយរំភើបបានកូនខ្លាយជាពិធីករដ៏ល្បីមានគេគ្រប់គ្រងច្រើនអរគុណអ៊ំច្រើនមែនតើគឺបងចម្ក់មកអត់ទេមកដែរណាមកទាំងអស់មកជាមួយសិពើឡើងនៅឆាកទីមកកូនសូមបង្ហាញមួយមកអីអត់ហ៊ានទេមកជម្រាបសួរទស្សនិកជនបន្តិចមកកូនបាទចាបាទអរគុណអ៊ំចានេះខ្ញុំមានអ្វីជូនអ៊ំមានតែពាក្យសូមឲ្យអ៊ំខ្ញុំសុខភាពល្អណាអ៊ំណាទាំងបងសិដ្ឋាក៏ដូចគ្នាអរគុណបាទអរគុណសូមឲ្យបានសុខសប្បាយទាំងអស់គ្នាចាអរគុណចាស់ដែលជូនបងប្រុសសិដ្ឋានិងអ៊ំស្រីចាអាចអនុញ្ញាតសម្រាប់